ក្នុងដំណើរជីវិតមនុស្សគ្រប់រូបសិតតែមានសេចក្តីពងប្រាថ្នាចង់បានភាពងាយស្រួលខ្លះប្រើកម្លាំងបាយខ្លះទៀតប្រើភាពឆ្លាតវៃដើម្បីសម្រេចគោលបំណងរៀងៗខ្លួននៅឯភូមិមួយមានឈ្មួញម្នាក់ជាមនុស្សឧស្សាហ៍គាត់តែងតែដឹកជញ្ជូនអំបិលយកទៅលក់នៅឯផ្សារថ្ងៃមួយក្នុងរដូវស្លឹកឈើលាស់គាត់ក៏បានផ្ទុកបាវអំបិលធំជាច្រើននៅលើខ្នងសត្វលារបស់គាត់ដំណើរនេះគឺវែងឆ្ងាយណាស់ប៉ុន្តែឈ្មួញនិងលារបស់គាត់ធ្លាប់ឆ្លងកាត់ច្រើនដងរួចមកហើយពួកគេតែងតែចាប់ផ្ដើមដំណើរតាំងពីព្រឹកព្រលឹមដើម្បីទៅដល់ទីផ្សារទាន់ពេលវេលានៅពេលដែលពួកគេដើរបានមិនយូរប៉ុន្មានផងពួកគេក៏បានទៅដល់ស្ទឹងមួយដែលជាកន្លែងត្រូវឆ្លងកាត់ជាប្រចាំវាជាស្ទឹងដែលមិនជ្រៅទេប៉ុន្តែមានដុំថ្មនិងភក់រអិលនៅបាតស្ទឹងប៉ុន្តែថ្ងៃនេះជាសំណាងអាក្រក់សត្វលាបានរអិលជើងនៅចំកណ្ដាលស្ទឹងហើយធ្លាក់ចូលទៅក្នុងទឹកទាំងបាវអំបិលនៅលើខ្នងពេលដែលវាព្យាយាមងើបឈរឡើងវិញលាក៏បានកត់សម្គាល់ឃើញថាបាវអំបិលដែលធ្លាប់តែធ្ងន់បានប្រែជាស្រាលបន្តិចម្ដងព្រោះអំបិលបានរលាយចូលទៅក្នុងទឹកអស់ហើយឈ្មួញមិនអាចធ្វើអ្វីបានទេក្រៅពីដឹងថាអំបិលជាច្រើនត្រូវខាតបង់គាត់គ្មានជំរឿសអ្វីក្រៅពីនាំលាត្រឡប់ទៅផ្ទះដើម្បីផ្ទុកអំបិលបន្ថែមទៀតសត្វលាគឺឆ្លាតវៃណាស់វាបានរៀនមេរៀនមួយដ៏សាមញ្ញតែមានប្រយោជន៍សម្រាប់វាគឺធ្វើឲ្យទម្ងន់នៅលើខ្នងស្រាលដោយការធ្វើឲ្យអំបិលរលាយក្នុងទឹកពេលទៅដល់ផ្ទះឈ្មួញក៏បានផ្ទុកអំបិលបន្ថែមដើម្បីកុំឲ្យខាតពេលនិងខាតទុនច្រើនជាងនេះគាត់ក៏ចាប់ផ្ដើមដំណើរជាថ្មីម្ដងទៀតទាំងយប់ពេលមកដល់មាត់ស្ទឹងដដែលសត្វលាដែលមានល្បិចមិនបានបង្អង់យូរឡើយវាដឹងពីអ្វីដែលត្រូវធ្វើដើម្បីគេចផុតពីបន្ទុកដ៏ធ្ងន់នេះវាបានធ្វើពុតជារអិលជើងម្ដងទៀតធ្លាក់ចូលទៅក្នុងទឹកដោយលើកទី1ជាលទ្ធផលអំបិលនៅលើខ្នងរបស់វាក៏បានរលាយហើយคล้ายជាស្រាលម្ដងទៀតភ្លាមនោះឈ្មួញក៏បានដឹងអំពីល្បិចកលរបស់លាគាត់មិនមែនជាមនុស្សល្ងង់ទេគ្រាន់តែមិននឹកស្មានថាសត្វលាអាចមានគំនិតឆ្លាតដល់ថ្នាក់នេះគាត់បានគិតក្នុងចិត្តថាបើឯងចង់ប្រើល្បិចដើម្បីគេចពីការងារគឺមិនអាចទេយើងនឹងបង្រៀនមេរៀនមួយដែលឯងមិនអាចបំភ្លេចបានដោយមិនបានស្ដីបន្ទោសអ្វីឈ្មួញក៏នាំលាត្រឡប់មកផ្ទះជាលើកទី3លាមានអារម្មណ៍រីករាយព្រោះគិតថាខ្លួនគេចផុតពីការដឹកជញ្ជូននៅថ្ងៃនោះប៉ុន្តែម្ដងនេះឈ្មួញមិនបានផ្ទុកអំបិលទៀតទេគាត់បានផ្លាស់ប្ដូរទំនិញទៅជាបាវសម្លៃវិញម្ដងដែលមានទម្ងន់ស្រាលជាងអំបិលឆ្ងាយណាស់សត្វលាដែលមានល្បិចកលនេះកាន់តែមានទំនុកចិត្តលើខ្លួនឯងវាគិតថាដំណើរលើកនេះគឺកាន់តែស្រួលជាងមុនទៅទៀតព្រោះទំនិញស្រាលនៅពេលដែលពួកគេទៅដល់មាត់ស្ទឹងសត្វលាក៏មិនចាំយូរឡើយវាធ្វើដូចសពដងដើរទៅកាន់ទីតាំងដែលវាធ្លាប់ធ្វើពុតជារអិលជើងវាក៏ធ្លាក់ចូលទៅក្នុងទឹកម្ដងទៀតប៉ុន្តែផ្ទុយពីរាល់ដងដែលទំនិញធ្លាប់តែស្រាលទៅលើកនេះទំនិញនៅលើខ្នងបានចាប់ផ្ដើមធ្ងន់វិញម្ដងសំឡេងទាំងនោះបានស្រូបយកទឹកស្ទឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយទម្ងន់របស់វាក៏កើនឡើងរហូតដល់ទៅ 3-4 ដងឯណោះសត្វលាស្ទើរតែមិនអាចលើកខ្លួនវាចេញពីទឹកបានពេលឃើញលារបស់ខ្លួនកំពុងរងទុក្ខយ៉ាងខ្លាំងឈ្មួញក៏បានសើចចំអកដោយពេញចិត្តហើយដើរទៅជិតវាទាំងស្នាមញញឹមគាត់បាននិយាយទៅកាន់សត្វលាថាអាសត្វលាដែលមានល្បិចកំហួចអើយល្បិចរបស់ឯងត្រូវបានយើងដឹងរួចទៅហើយឯងពិតជាឆ្លាតមែនតែត្រូវចាំទុកបុគ្គលដែលឆ្លាតពេកហើយប្រើភាពឆ្លាតវៃនោះ
ដើម្បីគេចវេះពីការងារឬលួចបន្លំគង់មានថ្ងៃណាមួយត្រូវតម្រិះរបស់ខ្លួនឯងជិះកឯងវិញជាមិនខានលាបានយល់ពីអ្វីដែលឈ្មួញនិយាយហើយទទួលយកមេរៀនដ៏ឈឺចាប់នោះដោយស្ងៀមស្ងាត់វាដឹងថាភាពឆ្លាតវៃរបស់វាបានត្រឡប់មកដាក់ទោសខ្លួនឯងវិញហើយចាប់ពីពេលនោះមកសត្វលៀនមិនដែលហ៊ានធ្វើពុតជារអិលជើងទៀតទេវាបានរៀនថាការងារលំបាកបន្តិចបន្តួចនៅដើមគឺប្រសើរជាងការប្រើល្បិចដែលនាំឲ្យមានទុក្ខធំនៅពេលក្រោយឈ្មួញក៏បានបន្តដំណើរដឹកជញ្ជូនទំនិញរបស់គាត់ជាធម្មតាចំណែកឯលាវិញក៏លែងមានគំនិតចង់គេចវេះពីការងាររបស់ខ្លួនទៀតហើយរឿងរ៉ាវរបស់ឈ្មួញនិងសត្វលៀននេះបានបង្រៀនយើងទាំងអស់គ្នាថាតើភាពឆ្លាតវៃពិតប្រាកដគួរតែត្រូវប្រើប្រាស់ក្នុងផ្លូវណាពេលខ្លះយើងគិតថាល្បិចកតូចតាចរបស់យើងអាចជួយឲ្យយើងរួចខ្លួនប៉ុន្តែតើវាអាចជួយយើងបានរហូតដែរឬទេសូមគិតមើលភាពឆ្លាតវៃដែលប្រើសម្រាប់គេចវេះនឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់យើងនៅថ្ងៃណាមួយកុំប្រើប្រាជ្ញាដើម្បីងាយស្រួលមួយពេលរួចលំបាកពេញមួយជីវិតផ្ទុយទៅវិញភាពឧស្សាហ៍ព្យាយាមដោយស្មោះត្រង់អាចនឹងលំបាកនៅពេលចាប់ផ្ដើមប៉ុន្តែវាប្រកាសជានាំមកនូវលទ្ធផលល្អនិងយូរអង្វែងមេរៀននេះក៏បានរំលឹកយើងដែរថាគ្មានល្បិចកលណាដែលអាចលាក់បាំងបានរហូតពីបុគ្គលដែលពូកែសង្កេតនិងមានបទពិសោធន៍នោះទេការកសាងចរិតលក្ខណៈដោយភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ជីវិតវាជាទម្ងន់ដែលយើងកាន់ដោយមោទនភាពមិនមែនជាបន្ទុកដែលយើងព្យាយាមរត់គេចនោះទេដូច្នេះសូមបងប្អូនទាំងអស់គ្នាប្រើប្រាស់ភាពឆ្លាតវៃរបស់ខ្លួនដើម្បីកសាងមិនមែនដើម្បីបំផ្លាញឬគេចវេះនោះទេភាពឆ្លាតវៃពិតគឺស្ថិតនៅក្នុងការទទួលខុសត្រូវចាំថាការព្យាយាមខ្លីៗដើម្បីគេចវេះពីភាពលំបាកអាចនាំមកនូវភាពលំបាកដ៏ធំធេងដែលអ្នកមិនអាចរំបោះខ្លួនបានដោយសត្វលានៅក្នុងរឿងនេះដូច្នោះដែរសូមឲ្យមេរៀននេះជំរុញទឹកចិត្តយើងទាំងអស់គ្នាឲ្យប្រឈមមុខនឹងកិច្ចការលំបាកដោយសេចក្តីក្លាហាននិងភាពស្មោះត្រង់ជានិច្ចសង្ឃឹមថារឿងនិទានមួយនេះនឹងផ្ដល់នូវគតិអប់រំល្អៗដល់លោកអ្នកប្រសិនបើលោកអ្នកយល់ថារឿងនេះមានអត្ថន័យល្អសូមជួយចុច like ហើយទុកមតិយោបល់របស់លោកអ្នកខាងក្រោមផងកុំភ្លេច Subscribe ដើម្បីស្ដាប់រឿងនិទានផ្សេងៗទៀតពីពួកយើង